សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងមកបង្ហាញបងប្អូនពីការងារប្រកបអាជីវកម្មចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់នាងខ្ញុំជារួមទៅការងារគឺសាច់កម្មសាហាវហ្មងកិច្ចណាស់កិច្ចពីអាការងារផ្ទះអញ្ចឹងចុះមកលៀនមុខហ្នឹងហើយកិច្ចពីអាស្ត្រីមេផ្ទះហ្នឹងហើយវាមកចូលអាការងារនេះវាដូចស្ត្រីមេផ្ទះដែរខ្ញុំឆ្ងល់ខ្លួនឯងហើយក៏សាច់កម្មក៏កម្មយ៉ាងហ្នឹងកិច្ចណាស់ជួបណាស់ហើយការងារមកលៀនមុខមកលៀនចម្ពោះទៀតមិនក៏មិនបកាច់ទៅរកធ្វើអត់ទេអត់ទៅធ្វើទេការងារអីផ្សេងបើកមុខរបរអីផ្សេងអត់ងាប់ទៅធ្វើទេមកងាប់ធ្វើនេះមកងាប់ទៅធ្វើបើកអ៊ុតខាង laundry នេះវិញបងប្អូនហើយពិបាកណាស់ដំបូងចាគិតថាយើងធ្វើអាហ្នឹងដើម្បីអីដើម្បីយើងបាននៅផ្ទះយើងបានរៀបចំផ្ទះតែគ្រូខ្វះខ្ញុំកំពុងតែគិតអីគេគិតពីការងារផ្ទះមកបើកអាមុខរបរហ្នឹងដូចធ្វើការងារផ្ទះតែបងប្អូនគាត់ថាមុខរបរហ្នឹងវាអាហ្នឹងការងារផ្ទះដែរប៉ុន្តែការងារផ្ទះបានលុយអីចឹងណាអញ្ចឹងធ្វើនៅផ្ទះហងអីវាអត់មានបានលុយ100ខ្មែរទេអត់ទេបើអ្នកស៊ីមរៀបគេហៅបានប្រាក់និយាយតែប្រាក់អញ្ចឹងហ្មងអ្នកស៊ីមរៀបហើយទង្វើដែលខ្ញុំធ្វើរាល់ថ្ងៃនេះវាលើសលប់អញ្ចឹងហ្មងបងប្អូនមើលការងារធ្វើអត់មានចេះលាក់កន្លងទេបងប្អូនដាក់ទៅតាលីខ្ទេចអញ្ចឹងហ្មងនិយាយរួមទៅបើធ្វើជាមួយនឹងបេះដូងហ្មងបើសិនជាខ្វះបេះដូងចេញមកខាងក្រៅធ្វើការងារនឹងទៀតគឺអើយលោកសាយចឹងហ្មងបងប្អូននិយាយរួមទៅហួសថ្លៃហួសនិយាយចឹងហ្មងការងារមួយថ្ងៃបងងាយអត់ចេះតនេមកខ្ញុំឆ្ងល់ខ្ញុំសាច់កម្មម៉េចខ្ញុំអត់ចេះតនេទេបងប្អូនដៃខ្ញុំនិយាយពីវើកពីទៅទឹកចឹងបងប្អូនអត់មានចេះតនេអីទេចេញពីការងារផ្ទះមកដល់កន្លែងការងាររកស៊ីខ្លួនឯងហើយនិយាយថាផ្ទះអត់ចេះនៅស្ងៀមហ្មងខ្ញុំដើរជួតវងងាយថាខ្ញុំនេះវាទៅក៏ទៅអើយបងប្អូនបុគ្គលិកនៅខ្ញុំអត់កើតទេដោយសារខ្ញុំបកកើតទឹកពេកឥឡូវថ្ងៃកើតទៅឥឡូវថ្ងៃធ្វើការម្នាក់ទៅថ្ងៃទឹកពេកឥឡូវបុគ្គលិកខ្លួនអស់ហើយថ្ងៃសំមុខបន្តិចទៅវាហេតុពេកគេដើរទៅជួតដើរទៅអីចឹងមីខ្ញុំនឹងវាអញ្ចឹងហ្មងកញ្ចៅប្រើគេអត់បានហ្មងកញ្ចៅហ្នឹងកញ្ចៅប្រើកញ្ចៅហៅកញ្ចៅមានបុគ្គលិក2 3នាក់អីចឹងហៅគេមកធ្វើការងារតដែរដូចគ្មានជាចម្រើនអីសោះចាំបើគ្មានខ្ញុំនេះវាប៉ុនទៅឥឡូវឲ្យសំមុខវាទៅឲ្យវាធ្វើការម្នាក់ទៅវាសំមុខទៅ